ទីតាំងនឹងកន្លែងនេះហើយដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងក្នុងរបបនោះត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ជាច្រើនអ្នកមែនទែនផុសតាងដែលនៅសល់ពីដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតជូរចត់សម្រាប់ប្រជាជនខ្មែរក៏ជាផុសតាងមួយអាចបញ្ជាក់បានថាប្រជាជាតិខ្មែរយើងឯណាដែលមានចិត្តចង់ទៅឈ្លានពានចង់បានទឹកដីរបស់គេនោះស្នាមរបួសដំបៅចាស់មិនទាន់នឹងរលប់នឹងជាស្រួលបួលផងមានចិត្តឯណាទៅធ្វើសង្គ្រាមឈ្លានពានគេតែពិតជាស្ដាយណាស់បងប្អូនអើយដែលសម្លេងរបស់ខ្ញុំពិតជាតិចហើយតូចខ្លាំងមែនទែនខ្ញុំពិតជាចង់ឲ្យរឿងរ៉ាវទាំងអស់នេះបានដឹងច្បាស់ទៅកាន់ប្រជាជាតិមួយចំនួនដែលកំពុងតែឈ្លានពានយើងហើយចោទយើងថាជាអ្នកឈ្លានពានមុននោះដល់ហើយថាទីតាំងនេះគឺជាទីតាំងដានប្រវត្តិសាស្ត្រចាស់ដែលមានឈ្មោះថាទំនប់កង្ហតចាស់ហើយទើបតែសាងសង់នៅទំនប់ថ្មីនៅក្បែរនោះប្រមាណជា1គីឡូដីពីគ្នាតែប៉ុណ្ណោះហើយជាទីតាំងប្រវត្តិសាស្ត្រមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរដែលមកដល់ទីនេះយើងអាចហៅគាត់ថាអ៊ំពូមីងឬក៏លោកយាយលោកតាបានធ្វើការងារនៅទីនេះដោយបង្ខំមិនមានអាហារហូបចុកគ្រប់គ្រាន់គ្មានទីកន្លែងស្នាក់នៅឲ្យបានសមរម្យហើយត្រូវបានគេសម្លាប់ដោយធ្វើទារុណកម្មដោយគ្រាន់តែប្រព្រឹត្តខុសនៅបទវិន័យនៅក្នុងរបបនាសម័យនោះចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979ដែលយើងហៅឈ្មោះថាជារបបកម្ពុជាប្រជាធិបតេយ្យឬក៏ជាសម័យប៉ុលពតដែលនៅសម័យនោះគឺត្រូវគៀងគរប្រជាពលរដ្ឋដែលរស់នៅក្បែរនោះឬក៏ពីតំបន់ផ្សេងមកបម្រើការងារនៅទីនេះដោយបង្ខំដោយប្រើកម្លាំងបាយសុទ្ធសាធតែម្ដងដើម្បីកសាងទំនប់នេះឡើងបម្រើនៅក្នុងវិស័យកសិកម្មដើម្បីស្រោចស្រពទៅលើផលដំណាំជាពិសេសដំណាំកសិកម្មដំណាំស្រូវនៅក្នុងទឹកដីនៃខេត្តបាត់ដំបងនាសម័យនោះបងប្អូនមើលគ្រឹះក៏ដូចជាសសររបស់ទំនប់នេះបងប្អូនធំខ្លាំងមែនទែនហើយឡើងខ្ពស់សន្លឹមនេះនៅបាត់ស្ទឹងបងប្អូនដែលបំបែកចេញពីស្ទឹងសង្កែនៅក្នុងទឹកដីនៃស្រុកបាណន់ខេត្តបាត់ដំបងយើងហ្នឹងគ្រាន់តែលើឈ្មោះទំនប់កង្ហតចាស់ឬអ៊ំពូមីងគាត់ថាណាឮតែឈ្មោះភ្លាមគាត់ថាស្លាប់ច្រើនណាស់ក្មួយហើយគ្រាន់តែយើងឮព្រឺសម្បល់ខ្ញាក់បងប្អូនមិនដឹងថាបងប្អូនប្រជាពលរដ្ឋយើងទទួលរងនៅរឿងអយុត្តិធម៌អ្វីខ្លះទេកំសត់អ្វីម្លេះប្រជាជនខ្មែរខ្ញុំអើយទំនប់ដ៏ធំស្កឹមស្កៃបំរើឲ្យផលប្រយោជន៍កសិកម្មមួយខេត្តពេញនិងបំបែកទៅតាមបណ្ដាស្រុកផ្សេងធ្លាយទៅដល់ខេត្តផ្សេងទៀតនៃដងស្ទឹងសង្កែបែរជាប្រើកម្លាំងមនុស្សប្រើប្រាស់កម្លាំងពលកម្មឲ្យសុទ្ធសាធតែម្ដងបើតាមយើងស្រមៃឃើញបងប្អូនមានតែចប៉ែលបង្គីនិងអមរែកនៅលើស្មាតែមួយមុខគត់ហើយបាយទឹកនំចំណីមិនដឹងជាមានគ្រប់គ្រាន់ឬក៏មានអ្វីពិសាខ្លះទេអ្វីដែលយើងដឹងត្រឹមថាពិសាបបរហើយមានតែទឹកនឹងទទួលស្គាល់ថាមកដល់ពេលនេះជាទីតាំងប្រវត្តិសាស្ត្រដែលមានទេសភាពស្អាតពោពេញទៅដោយធម្មជាតិមានស្រែមានចម្ការនៅក្បែរនោះជាពិសេសធម្មជាតិបៃតងខ្ចីតែម្ដងតែទីតាំងនេះគឺជាទីតាំងពោពេញទៅដោយទឹកភ្នែកក៏ដូចជាឈាមទាំងតក់របស់បងប្អូនប្រជាពលរដ្ឋខ្មែរហើយក៏មានលោកតាលោកយាយក៏គាត់ប្រាប់មកដែរថាទីតាំងនេះក៏មានការប៉ះទង្គិចប្រយុទ្ធនៅចំនួនរំដោះទាហានក៏ស្លាប់គោជើងគ្នាដែរនៅតំបន់នេះបើតាមអ្វីដែលចាស់គាត់បានប្រាប់មកណាបងប្អូនហើយក៏មានរឿងរ៉ាវដែលដិតដាននៅទីនេះបូករួមជាមួយនឹងរឿងរ៉ាវអរូបីដែលមានទាំងអមនុស្សចូលរួមជាមួយផងដែរនិយាយលាក់បាំងអីបងប្អូនខ្ញុំធ្វើដំណើរមកដល់ទីនេះផលិតជាវីដេអូជូនបងប្អូនដើម្បីទស្សនាណាមកដល់ចំខែត្រជាក់លហើយបែបនេះហើយរៀងស្ងាត់រៀងព្រឺបះរោមដែរហ្នឹងណាបងប្អូនដោយសារតែទីតាំងនេះគ្រាន់តែជាផ្លូវធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទឹកដីនេះផ្ទាល់ពីផ្ទះទៅចំការពីចំការត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះហើយជុំវិញហ្នឹងសុទ្ធតែចំការបងប្អូនឲ្យស្ងាត់ឈឹងឮតែសំឡេងសត្វល្អិតជ្រិចសត្វចាបសត្វរលកអីធ្ងោមួយនិយាយពីថាចង់បះសក់ព្រឺរោមដែរហ្នឹងណាស្ងាត់ឲ្យជ្រាបបងប្អូនអើយស្ងាត់ណាស់កាលពីចំនួនរំដោះមានការបាញ់បោះដើម្បីរំដោះតំបន់នេះបងប្អូនដោយសារតែនៅតំបន់នេះគឺជាទឹកដីមួយនៃខេត្តបាត់ដំបងដែរហើយបងប្អូនដឹងស្រាប់ហើយពាក្យថារំដោះតែងតែមានការប៉ះទង្គិចហើយតម្រាំតែបានសុខសន្តិភាពមកដល់ពេលនេះអញ្ចឹងជីវិតទាហានដែលស្លាប់ក៏មាននៅទីតាំងនេះផ្ទាល់ហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរងគ្រោះពីការធ្វើការងារអត់ឃ្លាននៅទីនេះគេសម្លាប់នៅទីនេះច្រើនបងប្អូនតួលេខមិនមានឯកសារណាបញ្ជាក់ច្បាស់លាស់ហើយខ្ញុំក៏មិនអាចនិយាយដោយការនឹកឃើញរបស់ខ្លួនឯងបានដែរគ្រាន់តែមានការបញ្ជាក់ពីអ៊ំពូមីងដែលគាត់ជាម្ចាស់ភូមិម្ចាស់ស្រុកនៅទីនេះគាត់ថាស្លាប់ច្រើនទាំងបងប្អូនប្រជាពលរដ្ឋទាំងទាហានដែលធ្វើឲ្យទីតាំងនេះក៏មានបងប្អូនយើងមួយចំនួនគាត់ក៏ខ្លាចរអាដែរដែលគាត់គិតថាអូមានអ្នកស្លាប់ច្រើនមានអីចឹងទៅគាត់ក៏មិនសូវជាហ៊ានធ្វើដំណើរឆ្លងកាត់យប់រលប់ក៏ប៉ុន្តែបងប្អូនដែលជាអ្នកភូមិអ្នកស្រុកគាត់ធម្មតាទៅហើយដែលឡែកដូចខ្ញុំអីយូរមកម្ដងបែបនេះរៀងតិចព្រឺដែរហើយជាពិសេសយើងចុះទៅព្រៃទៅអីអញ្ចឹងណាបងប្អូនក៏មានលោកពូម្នាក់គាត់ធ្លាប់និយាយថាទីតាំងនេះគាត់ឃើញនិមិត្តដែលជាជំនឿអរូបីណាឃើញពស់ធំមួយធំប៉ុណ្ណាណីតែម្ដង
បន្ទាប់ពីគាត់បន់ស្រន់មកផ្លេទៅក៏បាត់ទៅវិញនេះបើតាមអ្វីដែលជាការបញ្ជាក់របស់លោកពូផ្ទាល់មកណាខ្ញុំក៏មិនហ៊ាននិយាយថាពិតឬមិនពិតយ៉ាងណាដែរគឺទៅតាមការវិនិច្ឆ័យក៏ដូចជាពិចារណាទៅតាមជំនឿរបស់បងប្អូនរៀងៗខ្លួនអ្វីដែលខ្ញុំបញ្ជាក់ជូនបងប្អូននៅក្នុងវីដេអូនេះគឺចង់បញ្ជាក់ថាមានដានប្រវត្តិសាស្ត្រមានទាំងជំនឿអរូបីរឿងរ៉ាវកាត់ឡើងពិតឃើញនឹងភ្នែកពីការកាប់សម្លាប់គ្នាកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរគ្នាឯងនិងឮពីរឿងដំណើរដែលចាស់បាននិយាយតគ្នាពីកន្លែងនេះផ្ទាល់ហើយមកដល់ពេលនេះទីតាំងនេះផ្ទាល់ត្រូវបានប្រើប្រាស់ជាផ្លូវថ្នល់ឆ្លងកាត់និងប្រើប្រាស់ធម្មតាទៅមកហើយក៏មិនមានឮពាក្យចចាមអារាមអីពីជំនឿអរូបីឬក៏ឃើញនៅអមនុស្សឬក៏ខ្មោចព្រាយបិសាចអីនៅទីតាំងនេះទៀតដែរតែដានប្រវត្តិសាស្ត្រពិតជាមិនអាចរលប់ចេញឡើយពីទីតាំងនេះផ្ទាល់និងក្នុងក្រៅបេះដូងរបស់ប្រជាជនខ្មែរយើងទាំងអស់បងប្អូនហើយទីតាំងដែលបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវបានគេសម្លាប់ដោយគ្មានកំហុសបែបនេះណាបើសម្រាប់ខ្ញុំអត់ជាគួរឲ្យខ្លាចទេតែវាជាកន្លែងដែលគួរឲ្យខ្លោចផ្សាទៅវិញទេហើយក៏ជាកន្លែងដែលខ្ញុំនឹងផ្សព្វផ្សាយឲ្យគុនខ្មែរគ្រប់រូបគ្រប់ចំនួនបានដឹងថាទីតាំងនេះមានភាពស្រស់ស្អាតក៏ប៉ុន្តែជាទីតាំងដែលបងប្អូនប្រជាពលរដ្ឋខ្មែរទទួលរងនូវភាពខ្លោចផ្សាឈឺចាប់និងស្លាប់ដោយគ្មានកំហុសហើយរឹតតែចង់ឲ្យបរទេសដែលជាប្រទេសឈ្លានពានយើងឃើញថាប្រជាជនយើងទទួលស្នាមដំបៅពីការឈ្លានពានពីការកាប់សម្លាប់ឆ្អែតឆ្អន់ហើយកុំយករឿងឈ្លានពានរឿងការចង់បាននិងវាទីយកទឹកដីរបស់គេមកទម្លាក់និងលាបពណ៌លើប្រជាពលរដ្ឋខ្មែរដ៏ស្លូតត្រង់របស់យើងទៀតអីវាធ្វើឲ្យយើងរឹតតែស្អប់និងវាជារឿងមួយដែលអាម៉ាស់បំផុតដែលធ្វើរឿងទាំងអស់នេះមកលើប្រជាជាតិស្លូតត្រង់ដូចជាប្រជាជនខ្មែរយើងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់ V Cafe សម្រាប់បងប្អូនដែលចូលចិត្តពិសាកាហ្វេណាឥឡូវនេះមិនចាំបាច់ទៅប្រើប្រាស់ផលិតផលកាហ្វេរបស់ប្រទេសជិតខាងដែលកំពុងតែធ្វើបាបយើងនឹងទៀតទេកាហ្វេខ្មែរយើងក៏មានក៏ប៉ុន្តែកាហ្វេនាំចូល V Cafe នេះក៏រឹតតែពិសេសផងដែរដែលជាផលិតផលរបស់ម៉ាឡេស៊ីបងប្អូនយើងអាចរកទិញបានស្ទើរតែគ្រប់ទីកន្លែងទៅហើយឥឡូវនេះតាក់ទងទិញយកទៅពិសាក៏បានយកទៅលក់បន្តក៏បានតាមរយៈលេខទូរស័ព្ទដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់មានទាំងលេខ Telegram ផងដែរបងប្អូនដែលមានបញ្ហាទឹកនោមផ្អែមអីក៏ពិសាកាហ្វេនេះបានអត់ចាំបាច់ដាក់ស្ករទេក៏ឆ្ងាញ់ដែរណាបងប្អូនមានតែទឹកក្តៅឆុងមួយពែងតូចល្មមមកឆ្ងាញ់តម្លៃសមរម្យការរកទិញងាយស្រួលជាពិសេសអ្នកនៅក្នុងខេត្តបាត់ដំបងនិងតាមបណ្ដាខេត្តទិញបានដូចគ្នាអរគុណផងដែរដល់សាប៊ូកក់សក់ Libby សម្រាប់បងប្អូនដែលមានបញ្ហាអង្គែបញ្ហាស្បែកក្បាលសរសៃសក់មិនទន់រលើបរលោងអីហ្នឹងឬក៏បញ្ហាឆេះហ៎បងប្អូនសក់ក្រហមផ្អៀពីការលេងពណ៌អីហ្នឹងអាចដោះស្រាយបានប្រើប្រាស់សាប៊ូកក់សក់ Libby មានទាំងកក់មានទាំងអប់ប្រើប្រាស់បានទៀងទាត់ជាប្រចាំនិងឃើញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលត្រឹមតែរយៈពេលខ្លីអាចរកទិញបានតាមរយៈលេខទូរស័ព្ទនិងលេខ Telegram ដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់រួមទាំង Facebook Page ផងដែរជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលា